យើងដាក់ក្នុងនេះគឺយើងហៅ recommend មកប្រើមក recommend ហើយយើងចុចបន្ទាត់មកអូខេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍កាន់ clip ថ្មីមួយទៀតនៅក្នុង clip នេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីប្រភេទនៃ variable បាទប្រភេទនៃ variable ដែលមានដូចជាខ្ញុំបានបង្ហាញដូចជា int ក៏ដូចជា string ហើយអញ្ចឹងនៅសល់ដូចជា char float ហើយនិង double អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីមុខងាររបស់វាមានផ្សេងៗគ្នាឥឡូវខ្ញុំចេញទៅសេខាងលើបាទ header file វាគឺ include យើងបើកនេះមក iOS stream តមកទៀតយើងដាក់នេះមកខ្ញុំវាយពាក្យថា include ខ្ញុំត្រូវការហៅ string មកអញ្ចឹងខ្ញុំសរសេរ include បើកនេះមកឲ្យ string អូខេនៅខាងក្រោមនេះយើងវាយពាក្យថា using name space std អូខេតមកទៀត line នេះគឺយើងវាយពាក្យថា int main អូខេអញ្ចឹងទី1ខ្ញុំហៅ string មក string យើងវាយពាក្យ name មកអូខេអញ្ចឹងបន្ទាប់ពី string ហើយយើងត្រូវការដាក់ string មួយទៀតបាទ string មួយទៀតជា page បាទ search អូខេបន្តមកទៀតកន្លែងនេះខ្ញុំត្រូវការហៅ int មកប្រើចឹងយើងវាយពាក្យថា int h អូខេបន្តមកទៀតខ្ញុំនឹងសរសេរពាក្យថា char អូខេ char យើងវាយពាក្យថា grade អូខេបន្តមកទៀតខ្ញុំវាយពាក្យថា float បាទ score បន្តវិញបន្តមកទៀតខ្ញុំវាយពាក្យថា double ខ្ញុំដាក់ពាក្យថា recommend ចុះ recommend អ្នកទាំងអស់គ្នាអាចសរសេរតាមខ្ញុំបានយើងអត់ចាំបាច់សរសេរអានេះដក click ចុះមកក្រោមទៀតទេយើងគ្រាន់តែសរសេរដាក់ស្មើតមកហើយយើងដាក់បើក double quote យើងវាយពាក្យថាឈ្មោះយើងមកអូខេចាឈ្មោះខ្ញុំចុះអូខេបន្តទៀត page គឺ mail យើងដាក់មកបានហើយអញ្ចឹងវាជា string អញ្ចឹងយើងវាយពាក្យមក mail តទៅពីហ្នឹង page អញ្ចឹងយើងដាក់ page មកអាយុរបស់ខ្ញុំអូខេតមកទៀត grade បាទ grade យើងវាយពាក្យថាយើងឲ្យវាដាក់សញ្ញា single quote ហើយយើងឲ្យពាក្យអក្សរ A មកឧទាហរណ៍បន្តមក score បាទ score ខ្ញុំឲ្យ88.88 អូខេលេខ A ចេះចុះខ្ញុំយក B ចុះណា B recommend ដាក់ពាក្យស្មើមកយកពាក្យថា true បាទអញ្ចឹងខ្ញុំឲ្យពាក្យទាំងអស់ហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការ print មកយើងវាយពាក្យថា cout យើងបើកនេះមកយើងដាក់បដាមក this is a character data type ខ្ញុំបិទវិញខ្ញុំដកចុះបន្ទាត់បន្តមកខ្ញុំវាយមក cout យើងបើកនេះមកបាទបន្តមកទៀតយើងវាយពាក្យ name យើងវាយដូចលើមកហើយយើងបើកអានេះយើងចុះបន្ទាត់មក endl តមកទៀតយើង cout search អូខេយើងវាយពាក្យមកថា search ដក clear បិទនេះវិញហើយយើងបើកនេះមកតមកទៀត cout ដក clear យើងវាយពាក្យថា h បិទវិញយើងចុចនេះមកយើងវាយពាក្យថា h យើងអាចសរសេរឲ្យស្មើគ្នាជាមួយស្អាតតែគ្នាបាទយើងមើលទៅស្អាតដែរអញ្ចឹងកូដរបស់យើងអូខេបន្តមកទៀត cout បើកវិញនេះយើងដាក់ grade អូខេបាទអញ្ចឹងយើងដាក់នេះឲ្យមកដក clear grade បាទ grade វាចោះបន្ទាត់មកបន្តមកទៀតយើងហៅពាក្យ score មកបាទ score យើងបើកនេះទៀតមកដាក់ពាក្យថា score ដក clear មកវាយពាក្យ score ដក clear អានេះដូចខ្វះអក្សរ l បាទបន្តមកទៀតខ្ញុំឲ្យពាក្យថា recommend យើង cout យើងបើកនេះមកហើយយើងវាយពាក្យថា recommend យើងដាក់ក្នុងនេះគឺយើងហៅ recommend មកប្រើមក recommend ហើយយើងចុះបន្ទាត់មកយើងចុះក្រោមទៀតយើងវាយពាក្យថា return 0បាទចំពោះកូដអានេះដែលនៅសល់យើងអាចលុបអញ្ចឹងមកឲ្យវាមើលទៅឲ្យវាស្អាតចា៎បាទអញ្ចឹងខ្ញុំនឹងធ្វើការ print វាចេញprint មកអូខេចាំមើល result របស់វាទៅជាយ៉ាងណាបាទយើង run code មកអូខេអញ្ចឹងមកហើយ result របស់យើងគឺឈ្មោះខ្ញុំនេះស៊ីថាបាទ page pro អាយុ29យើងអាចថែមឡើងនេះបានអ្នកទាំងអស់គ្នានេះកន្លែងនេះណាយើងអាចថាដាក់ថា29ហើយយើងដាក់មុខនេះយើងបើក double quote មួយទៀតមកហើយយើងវាយពាក្យថា year old បាទយើងបិទទៅវិញមកដក clear ឡើងនេះអញ្ចឹងប៉ុណ្ណឹងមកហើយយើង print ម្ដងទៀតអូខេអញ្ចឹងមកហើយអញ្ចឹងឈ្មោះស៊ីថា page pro អាយុ29ឆ្នាំបាទបាននិទេស3បាទពិន្ទុសរុបគឺ 88.88
recommend គឺ1នៅពេលដែលយើងឲ្យ recommend true បានន័យថា recommend គឺវាស្មើ1បាទអូខេអញ្ចឹងនេះគឺតកតនឹងមេរៀនដែលយើងប្រើ char float គឺនឹង double អញ្ចឹង char គឺយើងប្រើសម្រាប់តន័យដែលមានតម្លៃលេខទូចបាទចំណុចដូចជាលេខអក្សរអញ្ចឹងណាបងប្អូន float គឺយើងប្រើសម្រាប់តន័យដែលមានជាប់សញ្ញាចុចតាមទៀត double គឺយើងកំណត់ទៅលើ true false អីចឹងណាបងប្អូនពីខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយមួយទៀត